មូលហេតុដែលបណ្ដាលឲ្យមច្ឆាជាតិរលីហិនហោចដោយសារតែបទល្មើសឆ្នុកនិងបទល្មើសរុញស៊ីបបទល្មើសនេសាទបានកើនឡើងពេញផ្ទៃទឹកដោយសារតែការប្រើប្រាស់បទល្មើសនេសាទដោយខុសច្បាប់និងត្រូវបានគេសង្ស័យថាបណ្ដាលមកពីមានការបើកភ្លើងខៀវពីសមត្ថកិច្ចផ្នែករដ្ឋបាលជលផលដំដែកនិងសង្កាត់រដ្ឋបាលជលផលកំពង់ឃ្លៀងដោយពុំមានការអើពើនិងទប់ស្កាត់បង្ក្រាបម្ដងណាឡើយទស្សនវិជ្ជាបទល្មើសនេសាទស្ថិតនៅក្នុងឃុំកំពង់ឃ្លៀងសុកសុននិគមខេត្តសៀមរាបបានកើតឡើងយ៉ាងពេញផ្ទៃទឹកដោយមានភ្លើងភ្លឺរន្ទាលដូចជាទីក្រុងកណ្ដាលទន្លេសាបមិនតែប៉ុណ្ណោះកាណូតតូចធំមិនតិចពី30គ្រឿងបានដង្ហែគ្នាក្នុងផ្ទៃបឹងទន្លេសាបធ្វើសកម្មភាពរុញស៊ីបយ៉ាងប្រងើយដោយមិនខ្វល់ពីការខុសច្បាប់ម្ដងណាឡើយដែលសកម្មភាពប្រព្រឹត្តបទល្មើសនេះត្រូវបានប្រភពព័ត៌មានបញ្ជាក់ថាជនដែលធ្វើសកម្មភាពប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់បានបង់លុយជូនសមត្ថកិច្ចជំនាញផ្នែករដ្ឋបាលជលផលដំដែកក្នុងឆ្នុកមួយ3លានរៀលក្នុងមួយរដូវចំណែកការរុញស៊ីបត្រូវបង់មួយគ្រឿង6លានរៀលក្នុងមួយរដូវទៅបានជាពួកគេនេសាទត្រីដោយមិនខ្វល់និងមិនភ័យខ្លាចសមត្ថកិច្ចដទៃមកចាប់ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ថាសមត្ថកិច្ចផ្នែករដ្ឋបាលជលផលដំដែកបានខុបខិតគ្នាជាមួយនឹងជនប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់មានមន្ត្រីផ្នែករដ្ឋបាលជលផលមួយរូបសូមមិនឲ្យបញ្ចេញឈ្មោះបានអះអាងថាលោកបានទទួលស្គាល់ថាបទល្មើសដាក់ឆ្នុកមុនពេលបុណ្យអុំទូកគឺមានពិតប្រាកដមែនលុះក្រោយបុណ្យអុំទូកប្រជាពលរដ្ឋមួយចំនួនធំបានសារឡើងវិញហើយដោយសារតែទឹកស្រកលឿនចំណែកការរុញស៊ីបគឺកំពុងតែធ្វើសកម្មភាពនៅដដែលសូមបញ្ជាក់ថាឧបករណ៍នេសាទទាំងនេះគឺជាឧបករណ៍នេសាទដែលត្រូវបានហាមឃាត់ពីសំណាក់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដោយសារតែជាឧបករណ៍ដាក់អំពូលភ្លើងបញ្ឆោតសត្វល្អិតឲ្យចូលមកលេងភ្លើងលុះក្រោយមកសត្វល្អិតបានធ្លាក់ចូលក្នុងទឹកត្រូវបានត្រីតូចធំចាប់តាំងពីទំហំកន្លះហ៊ុនរហូតដល់ត្រីធំត្រូវបានជាប់នៅក្នុងឧបករណ៍ឆ្នុកដែលមានលក្ខណៈដូចជាមុងចងផ្ងាជើងចំណែកការរុញស៊ីបគឺជាការប្រើប្រាស់សំណាញ់កន្ត្រងវែងអូសបណ្ដោយទូកចងឈើចំពាមនៅក្បាលទូកហើយរុញឧបករណ៍ទាំងនេះមានភាពអន្តរាយដល់មច្ឆាជាតិយ៉ាងធ្ងន់ធ្ងរតែបែរជាលោកព្រិនសវិននៃខណ្ឌរដ្ឋបាលជលផលសៀមរាបមិនខ្ចីអើពើមិនដឹងមិនឮនោះទេថែមទាំងបណ្ដាច់បណ្ដោយឲ្យមានការនេសាទខួបប្រាំងខួបភាសាប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍សកម្មភាពនេសាទរបស់ជនជាតិវៀតណាមនិងឈ្មួញមួយចំនួនដែលបាននឹងកំពុងតែខុបខិតគ្នាជាមួយនឹងសមត្ថកិច្ចជំនាញបំផ្លាញមច្ឆាជាតិមានការព្រួយបារម្ភនិងសុំឲ្យអ្នកសារព័ត៌មានធ្វើការចុះផ្សាយដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានដឹងឮខ្លះនិងមានវិធានការទប់ស្កាត់បើពុំដូច្នោះទេមច្ឆាជាតិនឹងត្រូវលលីហិនហោចមិនខានឡើយខេត្តសៀមរាបខ្ញុំបុរដ្ឋាទូតអប្សរាធ្វើសេចក្តីរាយការណ៍